ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះវឌ្ឍដានីសាគឺជាអតីតសិស្សនិតិអេមកពីវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសហ៊ុនសែនចម្ពោះវ័នសប្តាហ៍ថ្ងៃនេះខ្ញុំគឺជានិស្សិតសិក្សាឆ្នាំទី1ទៅលើជំនាញ Business and Enterprise Management នៅឯសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC LIDA នៅសល់ត្រឹមតែរយៈពេលប្រហែលខែទៀតតែប៉ុណ្ណោះការប្រឡងបាក់ឌុបនឹងមិនដល់ឡើយចឹងនេះមិនមែនជាពេលសម្រាប់បងប្អូនត្រូវរងចាំទេប៉ុន្តែវាជាពេលសម្រាប់ឲ្យបងប្អូនយកពេលវេលាទាំងអស់ហ្នឹងទៅត្រៀមខ្លួនឲ្យបានល្អសម្រាប់ថ្ងៃប្រឡងខាងមុខចឹងថ្ងៃនេះដែរខ្ញុំមាននៅវិធីសាស្ត្រ3យ៉ាងដើម្បីអាចឲ្យបងប្អូនយកទៅអនុវត្តហើយទទួលបាននីតិល្អនៅក្នុងការប្រឡងចំណុចទី1គឺជាការមានវិន័យល្អនៅក្នុងការរៀនវិន័យគឺជាគន្លឹះទៅរកភាពជោគជ័យអញ្ចឹងបងប្អូនគួរតែរៀបចំកាលវិភាគឲ្យបានល្អកំណត់ម៉ោងរៀនហើយនិងកំណត់គោលដៅប្រចាំថ្ងៃដូចជាអានសៀវភៅមើលមេរៀនសង្ខេបមេរៀនធ្វើលំហាត់ឬក៏ធ្វើវិញ្ញាសាចាស់ៗជាដើមអ្វីដែលសំខាន់ជាងនេះគឺយើងត្រូវរៀនបើទោះបីជាយើងមានអារម្មណ៍ថាមិនចង់រៀនក៏ដោយហើយមួយវិញទៀតយើងត្រូវទុកកិច្ចការទៅធ្វើនៅថ្ងៃក្រោយឯដែលយើងតែងនិយាយថាចាំស្អែកចាំរៀនពីព្រោះថា later becomes never ហើយដើម្បីអាចឲ្យយើងមានវិន័យល្អនៅក្នុងការរៀនគឺយើងត្រូវរៀបចំកន្លែងរៀនឲ្យមានសណ្ដាប់ធ្នាប់ល្អត្រូវទុករបស់ដែលបង្កការរំខានដល់យើងឲ្យនៅឆ្ងាយពីខ្លួនជាពិសេសដូចជាទូរស័ព្ទដែលអាចបង្កនូវសំឡេងរំខានដល់យើងហើយមួយវិញទៀតគឺត្រូវទុកតែរបស់ណាដែលចាំបាច់នៅក្បែរខ្លួនយើងតែប៉ុណ្ណោះទី2គឺជាការរក style រៀនផ្ទាល់ខ្លួនមនុស្សម្នាក់តែងតែមានរបៀបរៀនខុសៗពីគ្នាអញ្ចឹងយើងអត់គួរយកវិធីរៀនរបស់គេមកអនុវត្តនៅលើខ្លួនឯងទាំងស្រុងទេយើងត្រូវចេះស្វែងរកពីវិធីរៀនដែលស័ក្តិសមទៅនឹងខ្លួនឯងឧទាហរណ៍ថាបើសិនជាបងប្អូនចូលចិត្តនៅក្នុងការសរសេរគឺបងប្អូនអាចរៀនតាមរយៈការកត់ត្រាចំណាំក៏ដូចជាការសង្ខេបមេរៀនជាដើមហើយបើសិនជាបងប្អូនចូលចិត្តទៅក្នុងការស្ដាប់គឺបងប្អូនអាចរៀនតាមរយៈការមើលវីដេអូពន្យល់ក៏ដូចជាការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុង app ឬក៏នៅក្នុង page ក្រសួងហើយមួយវិញទៀតការរក style រៀនផ្ទាល់ខ្លួនគឺអាចឲ្យយើងងាយស្រួលរៀនជាងមុនហើយអាចឲ្យយើងឆាប់ចាំបានជាងមុនជាក់ស្ដែងចំពោះនេះខ្ញុំក៏ខ្ញុំបានអនុវត្តនៅវិធីមួយនៅក្នុងអំឡុងពេលដែលខ្ញុំត្រៀមប្រឡងគឺជាការពន្យល់និងបកស្រាយមេរៀនខ្លួនឯងដូចជាកំពុងតែបង្រៀនអ្នកដទៃ If you can teach it you understand it វាអាចជួយឲ្យយើងឆាប់យល់ហើយនឹងចងចាំបានយូរជាងមុនហើយមួយវិញទៀតបងប្អូនត្រូវជ្រើសរើសទីកន្លែងហើយនឹងពេលវេលាឲ្យបានសមស្របដើម្បីអាចឲ្យខ្លួនឯងផ្ដោតអារម្មណ៍ទៅលើការរៀនបានយូរនិងមានប្រសិទ្ធភាពជាងមុនចំណុចទី3គឺជាការផ្ដោតទៅលើគ្រប់មុខវិជ្ជាមានន័យថាយើងអត់គួររំលងមុខវិជ្ជាណាមួយទេមិនថាមុខវិជ្ជាហ្នឹងយើងខ្លាំងឬក៏ខ្សោយក៏ដោយត្រូវចេះបែងចែកពេលវេលាឲ្យបានសមស្របទៅលើគ្រប់មុខវិជ្ជាជាពិសេសគឺជាមុខវិជ្ជាដែលយើងខ្សោយការធ្វើវិញ្ញាសាចាស់ៗក៏អាចឲ្យយើងស្វែងរកពីចំណុចខ្វះខាតរបស់យើងហើយយកចំណុចទាំងនោះទៅចំណាយពេលវេលាអនុវត្តឲ្យបានកាន់តែច្រើនជាងមុនហើយបើសិនជាបងប្អូននៅតែមិនទាន់ច្បាស់កន្លែងណាគឺបងប្អូនត្រូវហ៊ានសួរមិត្តភ័ក្តិឬក៏លោកគ្រូអ្នកគ្រូដើម្បីអាចឲ្យពួកគាត់ជួយកែតម្រូវនិងបំពេញនៅចំណុចដែលយើងខ្វះខាតសម្រាប់មុខវិជ្ជាខ្លាំងក៏ដូចគ្នាបងប្អូនអត់គួរតែបធូរដៃទេត្រូវព្យាយាមអនុវត្តធ្វើវិញ្ញាសាចាស់ៗឲ្យបានកាន់តែច្រើនដើម្បីអាចឲ្យយើងកាន់តែចេះហើយនឹងយល់ឲ្យបានកាន់តែច្បាស់ជាងមុនចឹងសូមកុំឲ្យមុខវិជ្ជាណាមួយក្លាយទៅជាមូលហេតុដែលធ្វើឲ្យបងប្អូនបាត់បង់ឱកាសនៅក្នុងការទទួលបាននីតិល្អនៅថ្ងៃប្រឡងខាងមុខនេះក្រោយនេះខ្ញុំសូមផ្ដាំទៅបងប្អូនដែលកំពុងតែត្រៀមប្រឡងថានីតិអេមិនមែនកើតឡើងដោយសារតែសំណាងទេប៉ុន្តែវាកើតឡើងចេញពីការខិតខំប្រឹងប្រែងរបស់យើងរៀងរាល់ថ្ងៃព្រោះថាអ្វីដែលយើងធ្វើនៅថ្ងៃនេះនឹងកំណត់លទ្ធផលនៅថ្ងៃស្អែកសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាទទួលបានជោគជ័យហើយនឹងទទួលបាននីតិល្អទៅតាមអ្វីដែលខ្លួនឯងចង់បានសូមអរគុណ